សហគមន៍ជីផាតខេត្តកោះកុងដែលជាសហគមន៍មួយដាច់ស្រយាលចេញពីទីក្រុងរស់នៅស្ងប់ស្ងាត់បែបធម្មជាតិស្ដាប់សំឡេងទឹកហូរស្រូបយកខ្យល់អាកាសបរិសុទ្ធហើយខ្ញុំណាភិននឹងទៅស្នាក់នៅទីនោះរយៈពេល1យប់2ថ្ងៃចង់ដឹងថាទៅជាយ៉ាងណាតោះយើងទៅតាមដានទាំងអស់គ្នាគ្លីបនេះគឺខ្ញុំយកឡានទៀបចុះខេត្តម្ដងឃើញឡានទៀបអញ្ចឹងកុំចង់មើលងាយឡាននេះគឺជាឡាន MG7 1.5T Turbo មានពងស៊ីម៉ាំងភ្លោះ4គ្រាប់អាចបិទបើកសលេងស៊ីម៉ាំងបានបទពិសោធន៍ខ្ញុំបើកឡាននេះផ្ទាល់គឺភ្ញាក់ផ្អើលខ្លាំងមែនទែនឡាននេះចង់លបឿនក៏បានបើសិនចុះកលុកវិញបូមនិយាយពីថាទុនផ្លូវទៅសហគមន៍ជីផាតគឺយើងចុះពីច្រកកំពង់សិលានៃផ្លូវលបឿនលឿនមកជិះស្មូតល្អប៉ុន្តែប៉ះចំផ្លូវកលុកគឺកលុករៀងប្រហោងពោះដែរហ្នឹងណាប៉ុន្តែ performance ឡានល្អទប់ទល់ជាមួយនឹងស្ថានភាពដីបានល្អខ្លាំងមែនទែនឆ្លងកាត់កលុកហើយគឺយើងអត់ទាន់អស់សម័យកាលដែលត្រូវដោះទេគឺយើងត្រូវឆ្លងដមកតង់ទៀតដើម្បីទៅដល់សហគមន៍ជីផាតហ្នឹងសម្បត្តិឡានគឺអស់ 20000 ប៉ុន្តែពេលដែលចូលដល់ជីផាតហើយអ្វីៗគឺប្រែប្រួលទាំងអស់បញ្ហានៅក្នុងចិត្តភាពរញ៉េរញ៉ៃគឺប្រែទៅជាស្ងប់ស្ងាត់ color វិញពណ៌បៃតងងងឹតសំឡេងទឹកហូរសัตว์យំខ្យល់អាកាសបរិសុទ្ធអត់មានមនុស្សរញ៉េរញ៉ៃច្រើនទេអ្នកទាំងអស់គ្នាគឺយើងរស់នៅជាមួយធម្មជាតិតែម្ដងហើយខ្ញុំបានមិត្តភ័ក្តិមួយដែរឈ្មោះអាសង្ហានេះជើងលួចមន់តែម្ដងបាយខ្ញុំពេលថ្ងៃគឺបាយមន់ខ្ញុំធ្វើប្លង់ថតសេតម្នាក់ឯងនេះទៅកតុបទឹកមកវិញបាត់មន់បាត់វាមកកវ៉ែលតែខ្ញុំនឹងតែអូជីវិតរោករាឆ្កែលួចមន់មិនក្តៅក៏ធូរចិត្តវិញដែរបើទេសភាពស្អាតម្លឹងពេលដែលខ្ញុំតម្លាក់អវ៉ៃអវ៉ាន់ចុះអស់ហើយខ្ញុំហើយនឹងប្អូនខ្ញុំបានសុំបងប្រុសម្នាក់គាត់អ្នករស់នៅតំបន់ហ្នឹងឲ្យគាត់ជូនទៅមើលទឹកធ្លាក់អូម៉ាលូដែលនៅជិតកន្លែងខ្ញុំស្នាក់នៅហ្នឹងគាត់ជិះម៉ូតូពីមុខចឹងទៅពួកខ្ញុំជិះម៉ូតូពីក្រោយយើងដើរលេងតំបន់បែបហ្នឹងគឺយើងសុំស្គាល់រុះរាយរាក់ទាក់ជាមួយនឹងអ្នកភូមិគឺគាត់ជូនដើរកន្លែងផ្សេងថ្មីប្លែកហើយអត់មាននៅក្នុងអ៊ីនធឺណិតទេដោយសារតែភាគច្រើនគឺតំបន់អស់នេះគឺស្គាល់តែអ្នកតាមតំបន់ចឹងដើរឡើងចុះចូលព្រៃកាត់ថ្មកាត់ទឹកគឺអត់ខកបំណងទេទេសភាពគឺស្អាតខ្លាំងមែនទែនហើយយើងទទួលបានអារម្មណ៍មួយគឺស្ងប់ក្នុងចិត្តហើយស្រស់ស្រាយខ្លាំងមែនទែនពេលដែលមើលអស់ចិត្តអស់ចង់ហើយខ្ញុំក៏បានត្រឡប់ទៅកន្លែងស្នាក់នៅវិញហើយម៉ូតូខ្ញុំជិះនេះគឺខ្ចីគាត់ទេអ្នកទាំងអស់គ្នាមកដល់កន្លែងស្នាក់នៅវិញខ្ញុំចង់សួរអ្នកទាំងអស់គ្នាទេសភាពបែបនេះជាប់ទឹកបែបនេះណាដាច់ចិត្តអត់លេងទឹកខ្ញុំហើយនឹងប្អូនខ្ញុំក៏ចាប់ផ្ដើមលេងទឹកហក់ពីកន្លែងខ្ពស់មកសុបាយខ្លាំងមែនទែនជាមួយនឹងអ្នកភូមិជាមួយក្មេងៗអីអូបាច់វល់ពេញនឹងតែម្ដងលេងទឹកចប់ខ្ញុំហើយនឹងប្អូនខ្ញុំក៏រៀងឃ្លានតិចដែររួមដៃគ្នាចាត់ការសុំមន់អ្នកភូមិយកមកដុតញ៉ាំ2នាក់តែម្ដងពេលកំពុងតែដុតមន់ហ្នឹងគឺថារលឹមមកតិចគឺថាត្រជាក់ស្រួលខ្លាំងមែនតែនញ៉ាំមន់បដាមើលទេសភាពបដាស្ដាប់សំឡេងដំណក់ទឹកភ្លៀងបដាជីវិតមានន័យខ្លាំងមែនតែនតែម្ដងមេឃក៏ធ្លាក់ពលឺខ្ញុំហើយនឹងប្អូនខ្ញុំក៏បានឡើងទៅគេងរឹងនៅលើស្ដាប់បទចម្រៀងពីដើមលោកតាសិនស៊ីសមុទ្រគឺថាស្រស់ស្រាយខ្លាំងមែនតែនព្រឹកស្អែកឡើងខ្ញុំបានបបរសពងទាប្រៃត្រីងៀតជាមួយនឹងប្អូនខ្ញុំហើយខ្ញុំក៏បានរៀបចំធ្វើកាហ្វេធ្វើអីតិចតួចដែរយើងញ៉ាំកាហ្វេបដាមើលទេសភាពមើលអីបដាអញ្ចឹងណាអ្នកទាំងអស់គ្នាដោយសារពេលព្រឹកអញ្ចឹងយើងលក្ខណៈរៀង relax អញ្ចឹងទៅឲ្យអារម្មណ៍យើងស្ងប់ញ៉ាំអាហារពេលព្រឹកហើយកន្លែងខ្ញុំស្នាក់នៅគេមានពងឲ្យយើងជិះខ្ញុំហើយនឹងប្អូនខ្ញុំក៏យកពងនឹងជិះដើរមើលត្រាច់ចោអីពេញហ្នឹងអញ្ចឹងទៅឡើងថ្មឡើងអីមើលទឹកធ្លាក់លេងទឹកលេងអីសប្បាយហ្មងបងនៅក្នុងភូមិហ្នឹងគាត់ចេះណែនាំទៅអ្នកទាំងអស់គ្នាខ្ញុំចេះទៅតាមគាត់ទៅឃើញកន្លែងស្អាតខ្ញុំហើយនឹងប្អូនខ្ញុំចេះតាខ្វាកដើរលេងពេញហ្នឹងទៅលេងទឹកអស់ចិត្តអស់ចង់ខ្ញុំហើយនឹងប្អូនខ្ញុំក៏បានរៀបចំអវ៉ៃអវ៉ាន់ធ្វើដំណើរទៅកាន់ភ្នំពេញវិញហើយពួកខ្ញុំគឺធ្វើដំណើរដោយឡាន MG7 ដែរមកដល់ចំណុចនេះខ្ញុំសូមបង្វែរអារម្មណ៍អ្នកទាំងអស់គ្នាក៏លេចមកមើលឡាន MG7 នេះបន្តិចឡាន MG7 នេះគឺជាប្រភេទឡានពាក់កណ្ដាល sedan ពាក់កណ្ដាល sport មាន function បែប performance ការបើកបរគឺមានផាសុកភាពខ្លាំងមែនទែនដោយយើងអាចបើកបាន4បែបគឺ Eco Normal Sport ហើយនិង Super Sport ឡាននេះគឺភ្ជាប់ជម្រើសលេខដៃ Paddle Shift គឺមាន7វគ្គចង្កឹះលេខវិញគឺអេឡិចត្រូនិកចំណែកឯទ្វារគឺរចនាថ្មីគឺប្រភេទទ្វារកញ្ចក់អត់ស៊ុំបើកលេខមកខាងក្នុងយើងឃើញថាក្នុងឡាននេះគឺបំពាក់ទៅដោយអេក្រង់ភ្លោះ34អ៊ីងមានកាមេរ៉ា360និងមាន sensor បង្ហាញពីទិដ្ឋភាពជុំវិញរថយន្តជាពិសេសខាងក្រុមហ៊ុនក៏មានការធានារយៈពេល5ឆ្នាំឬ150,000គីឡូផងដែរហើយកត្តាដែលអាចបង្កើនទំនុកចិត្តបានគឺខាងក្រុមហ៊ុនមានមជ្ឈមណ្ឌលជួសជុលនិងថែទាំចំនួន4សាខាផងដែរគឺសាខាភ្នំពេញនៅទឹកថ្លាសាខាផ្លូវ60ម៉ែត្រសាខាសៀមរាបនិងសាខាបាត់ដំបងអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងឯងអ្នកទាំងអស់គ្នាអរគុណសម្រាប់ការទស្សនាជម្រាបលាបាយបាយ